សួស្តីប្រិយមិត្តបងប្អូនគ្រប់មួយទាំងអស់គ្នាលោកតាលោកយាយឥឡូវនេះយើងមកមើលការទូទាត់បៀថ្ងៃអាទិត្យទី28ខែធ្នូឆ្នាំ2025ទាំងអស់គ្នាទូទី1យើងទូទាត់អំពីអ្នកប្រឹក្សាផ្ទាល់ខ្លួនទូទី2យើងទូទាត់អំពីក្រុមគ្រួសារពុកម្ដាយកូនចៅបងប្អូនទូទី3ទូទាត់អំពីអាជីវកម្មនិងការងារមុខរបររកទទួលទានប្រចាំថ្ងៃទូទី4ទូទាត់អំពីអនាគតឥឡូវនេះយើងមកមើលទាំងអស់គ្នាទូទី1ស្លឹកទី1អត្រាការ៉ូសម្រាប់អ្នកប្រឹក្សាអត្រាការ៉ូតំណាងឲ្យបរិះរៀបការរួចជាបរិះគ្រោះថ្នាក់កអិតកតោមគ្មានសិលធម៌ជាបរិះរស់នៅតាមខេត្តវាអាចតំណាងឲ្យការឆ្លុះបញ្ចាំងពីមិត្តភ័ក្តិផងដែរសម្រាប់យុវជនជាគូប្រជែងសម្រាប់អ្នករីវ័យក្មេងអ្នកលំងឯកស្ថានធ្វើការធនាគារឬក៏ធ្វើការកន្លែងក្រុមហ៊ុនណាមួយស្លៀកពាក់ឯកសណ្ឋានបាទវាអាចមានប្រយោជន៍សម្រាប់អាជីវកម្មរបស់គេដូច្នេះត្រូវប្រយ័ត្នមែនទែនឥឡូវនេះយើងមកមើលស្លឹកទី2អត្រាគឺតំណាងឲ្យបរិះរៀបការបរិះរីករាយនិងអាជីពល្អជាមិត្តស្មោះត្រង់លះបង់វាបង្ហាញពីភាពជោគជ័យទាំងក្នុងស្នេហាទាំងផ្នែកហិរញ្ញវត្ថុបាទគឺល្អណាស់សម្រាប់បរិះទាំងល្អនិងប្រយ័ត្នផងដែរអត្រាការ៉ូនេះបាទហើយជាមិត្តភ័ក្តិរបស់យើងបោកប្រាស់យើងបាទត្រូវប្រយ័ត្នមែនទែនឥឡូវនេះយើងមកមើលស្លឹកទី3 9ការ៉ូ9ការ៉ូតំណាងឲ្យភាពយឺតយ៉ាវឧបទ្ទហេតុការរំខានគ្រប់ប្រភេទវានឹងចាំបាច់ត្រូវការប្រុងប្រយ័ត្នបើមិនដូច្នោះទេអាចមានបញ្ហានិងការលំបាកណាដូច្នេះត្រូវប្រយ័ត្នមែនទែនឥឡូវនេះយើងមកមើលជួរទី2ទូទាត់អំពីក្រុមគ្រួសារពុកម្ដាយកូនចៅបងប្អូនអាត់ជួងស្លឹកទី1អាត់ជួងគឺល្អណាស់ក្នុងក្រុមគ្រួសាររបស់យើងតំណាងឲ្យភាពជោគជ័យទាំងក្នុងអាជីវកម្មសំណាងល្អឥតខ្ចោះសម្រាប់អ្វីៗគ្រប់យ៉ាងដែលតាក់ទងនឹងលុយកាក់សញ្ញានៃសំណាងដូចជាមរតកការការពារនិងសុភមង្គលសម្រាប់អ្នកប្រឹក្សាគឺល្អណាស់សម្រាប់ក្រុមគ្រួសារយើងគឺល្អលុយកាក់ចូលណា9ជួងទៀតបាទ9ជួងគឺល្អទៀតបាទអត់អីទេតំណាងឲ្យជោគជ័យអាពាហ៍ពិពាហ៍ជីវិតធម្មតាការបង្កើតក្រុមគ្រួសារប្តីប្រពន្ធកូនចៅនៅក្នុងសហជីពសេរីវាបង្ហាញពីភាពរីករាយដែលមិននឹកស្មានដល់ជោគជ័យផ្នែកហិរញ្ញវត្ថុឬក៏ទទួលនៅមរតកឬក៏ការឈ្នះបណ្ដឹងអាជីវកម្មអ្វីមួយណាវាល្អមែនទែនបាទហើយនេះសម្រាប់ក្រុមគ្រួសាររបស់យើងស្លឹកទី3 9គឺក៏ល្អដែរមិនទៅតំណាងឲ្យជ័យជំនះលើមារសត្រូវលទ្ធផលដ៏រីករាយក្នុងវិវាទការប្តឹងក្តីឬក៏ជាស្នេហាជាបៀនៃភាពជោគជ័យភាពរីករាយផ្សេងវាប្រកាសពីការបញ្ចប់នៃបញ្ហានិងការរំខានបាទល្អនៅក្នុងក្រុមគ្រួសារយើងគឺជោគជ័យទាំងអស់បាទលុយកាក់ក៏ចូលជោគជ័យជ័យជំនះលើមារសត្រូវទាំងអស់ក្នុងវិវាទអីក៏ល្អគឺជោគជ័យតែម្ដងបាទក្រុមគ្រួសារណាឥឡូវនេះយើងមកមើលជួរទី3ទូទាត់អំពីអាជីវកម្មនិងការងារវិញម្ដងស្លឹកទី1 7ការ៉ូតំណឹងឬក៏ការជជែកអាក្រក់ល្អអាស្រ័យទៅលើបៀដែលនៅបន្ទាប់ណាដំណឹងដែលយើងនឹងទទួលបានកតាបការ៉ូតំណាងឲ្យអ្នកនាំសារដែរសម្បត្តិឬក៏ទាហានស្លៀកពាក់ឯកសណ្ឋានវាបង្ហាញពីព័ត៌មាន
តែភាពដែលមានភាពវិជ្ជមានឬក៏អវិជ្ជមានអាស្រ័យទៅលើបៀដែលនៅបន្ទាប់ហ្នឹងបាទតែនៅចិត្តហ្នឹងណាសម្រាប់ស្ត្រីយុវជនដែលនឹងធ្វើជាវិធីជប់លៀងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់បុរសមនុស្សដែលមានប្រយោជន៍អ្នកសហការបាទអ្នកសហការបាទអត់អីទេគឺល្អតាបាទឥឡូវនេះយើងទៅមើលបៀបន្ទាប់ហ្នឹងតើវាបញ្ជាក់ពីអត្ថន័យយ៉ាងណាក្នុងការរកទទួលទានប្រចាំថ្ងៃណាឬក៏ការងារបាទការងារវាបញ្ជាក់អត់មានអីទេគឺអត់គឺនឹងគឺតំណាងឲ្យព័ត៌មានដែរបាទដូចជាការដើរលេងកម្សាន្តភាពរីករាយនៅក្នុងផ្ទះឬក៏ការអញ្ជើញទៅវិធីជប់លៀងនៅពេលល្ងាចអីមួយគឺអត់អីទេអត់មានបញ្ហាអីទេបាទការរកទទួលទានអីអត់បញ្ជាក់ទេថ្ងៃនេះណាបាទអត់បានបញ្ជាក់អីច្រើនទេគឺល្អមិនអីទេធម្មតាបាទហើយថ្ងៃអាទិត្យនេះយើងចេញពីព្រលឹមណាម៉ោង6ទៅគឺល្អ6ទៅ8 25នាទីគឺល្អណាបាទឥឡូវនេះយើងមកមើលជួរទី4ទូទាអំពីអនាគតវិញ10ការ៉ូ10ការ៉ូតំណាងឲ្យការផ្លាស់ទីលំនៅឬក៏ការធ្វើដំណើរវាដែលនៅជុំវិញនឹងកំណត់ខ្លឹមសារនៃការធ្វើដំណើរឬក៏អារម្មណ៍អាជីវកម្មនិងការងារលុយកាក់របស់យើងណាបាទទៅថ្ងៃអនាគតគឺ មានការផ្លាស់ប្ដូរទីលំនៅឬក៏ការផ្លាស់ប្ដូរឬក៏ការធ្វើដំណើររបស់យើងបាទឥឡូវនេះយើងទៅមើលស្លឹកដែលនៅចិត្តដែលតកតងវាបញ្ជាក់ខ្លឹមសារយ៉ាងណាការធ្វើដំណើររបស់យើងហ្នឹងការផ្លាស់ទីលំនៅរបស់យើងហ្នឹងជួនកាលការផ្លាស់ទីលំនៅជួនកាលការធ្វើដំណើរណាវាតកតងទាំងពីរតែតកតងនឹងអាជីវកម្មនិងការងារលុយកាក់ផងបាទឥឡូវនេះ8គឺតំណាងឲ្យក្មេងស្រីពណ៌តុងដៃឬក៏ថ្នោតជ័យនាងណែនាំសម្រាប់ស្ត្រីស្នេហ៍ខាងមនោសញ្ចេតនាដែលត្រូវបានធ្វើឡើងចំពោះនាងក្នុងពេលចាប់ដាក់នេះបាទស្ត្រីនឹងមានជួបបាទខាងមនោសញ្ចេតនាដែលតកតងនឹងចំពោះនាងក្នុងពេលចាប់នេះសម្រាប់បរិសអ្នកដែលស្គាល់ស្ត្រីថ្មីពិបាកនឹងប្រកាសអំពីអារម្មណ៍របស់ខ្លួនវាក៏នៅតែបង្ហាញពីសុភមង្គលក្នុងជំហានដែលមនុស្សម្នាក់ស្ទាក់ស្ទើរក្នុងការធ្វើវាតំណាងឲ្យបរិសដែលមិនច្បាស់លាស់ប៉ុន្តែងប់ងល់ណាឥឡូវនេះយើងទៅមើលបៀដែលនៅបន្តទៀតតើវាបញ្ជាក់អត្ថន័យយ៉ាងណាហើយការធ្វើដំណើររបស់យើងហ្នឹងគឺមិញហ្នឹងយើងមើលហើយឥឡូវនេះយើងទៅមើលអនាគត7ប៊ិចបាទប្រយ័ត្នមែនតើបាទ7ប៊ិចនេះគឺនាំឲ្យរឿងរ៉ាវវិវាទចំនួនណាបញ្ហាបណ្ដោះអាសន្នឬក៏ការរំខានដែលត្រូវប្រុងប្រយ័ត្នណាឬក៏វានឹងតកតទៅនឹងទុកព្រួយនៃសេចក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងប្រពន្ធម្ចាស់ស្ត្រីវាក៏មានន័យថាអ្វីៗគ្រប់យ៉ាងត្រូវបានអនុវត្តដើម្បីយកឈ្នះលើបញ្ហានិងការរំខានការលំបាកអ្វីក៏ដោយវិស័យនេះគឺជាសិលឹកវាដែលប្រកាសវិជាបាទប្រយ័ត្នមែនទែនបាទឥឡូវនេះយើងមកមើលបរិសនិងស្ត្រីដែលកើតថ្ងៃអាទិត្យទី28ខែធ្នូវិញម្ដងសម្រាប់ស្ត្រីគឺតំណាងឲ្យកំមុំជួងណាស្ត្រីដែលកើតថ្ងៃអាទិត្យទី28ខែធ្នូស្លឹកទី1នេះយើងទូទាអំពីអតីតកាលបាទចំពោះអតីតកាលគឺល្អណាស់សម្រាប់ស្ត្រីដែលកើតថ្ងៃអាទិត្យទី28ខែធ្នូណាអត្តជួរនេះគឺល្អតំណាងឲ្យជោគជ័យក្នុងអាជីវកម្មសំណាងល្អឥតខ្ចោះអ្វីៗគ្រប់យ៉ាងដែលតកតទៅនឹងលុយកាក់ណាសញ្ញានៃសំណាងដូចជាមរតកការពារសុភមង្គលសម្រាប់អ្នកប្រឹក្សាបាទគឺអតីតកាលគឺល្អណាស់សម្រាប់ស្ត្រីឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញ
បច្ចុប្បន្នកាលមិនសូវល្អទេបាទមិនល្អទេរឿងរ៉ាវវិវាទចំនួនបណ្ដោះអាសន្នឬក៏ការរំខានណាដូច្នេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់វាត្រូវនឹងទុកព្រួយនៃសេចក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងគូស្នេហាណាឥឡូវនេះយើងទៅមើលអនាគតវិញអនាគតទឹកបិចទៀតបាទទឹកបិចក៏មិនសូវល្អដែរទឹកបិចនេះតំណាងឲ្យបរិសច្រើនតែមានពណ៌ត្នោតឬក៏ត្នោតខ្មៅដោយមិនមានភាពស្មោះត្រង់ត្រូវច្រើនតែមានជំនឿទុច្ចរិតអាក្រក់ណាតែត្រូវប្រុងប្រយ័ត្នមិនស្មោះត្រង់វាក៏មានន័យថាការផិតក្បត់ឬក៏ការចំណែនហើយនៃភ័យនៃការបែកបាក់ផងដែរវាបង្ហាញពីភាពទុកព្រួយភាពទុច្ចរិតភាពមិនច្បាស់លាស់ណាពន្ធនាគារជាដើមបាទសម្រាប់ស្ត្រីមិនសូវល្អទេទៅថ្ងៃអនាគតណាបច្ចុប្បន្នក៏មិនល្អទៅថ្ងៃអនាគតក៏មិនល្អបាទមិនសូវល្អទេសម្រាប់ស្ត្រីថ្ងៃនេះបាទឥឡូវនេះយើងមកមើលបរិសវិញបរិសដែលកើតថ្ងៃអាទិត្យទី28ខែធ្នូណាចំពោះបរិសយើងតំណាងឲ្យអតាជួងដូចគ្នាស្លឹកទី1ស្លឹកទី1ជួយជាពីអតីតកាលយើងទៅមើលអតីតកាលអត់បិចក៏ពីអតីតកាលសម្រាប់បរិសនេះណាអត់បិចតំណាងឲ្យការជោគជ័យសុភមង្គលនៃសេចក្តីស្រឡាញ់បើសិនបើវាដែលនៅចិត្តវាមិនបញ្ជាក់វានឹងមានភាពពន្យាពេលការលំបាកបញ្ហាប៉ុន្តែភាពជោគជ័យនៅចុងក្រោយបាទអតីតកាលគឺអត់មានបញ្ហាទេឥឡូវនេះយើងមកមើលបច្ចុប្បន្នកាលវិញបច្ចុប្បន្នកាល9គឺតំណាងឲ្យជ័យជំនះលើមាសត្រូវលទ្ធផលរីករាយក្នុងវិវាទការប្តឹងក្តីស្នេហាជាបៀនៃភាពជោគជ័យភាពរីករាយផ្សេងវាប្រកាសពីបញ្ចប់នៃបញ្ហានិងការរំខានណាគឺល្អបាទសម្រាប់បរិសនេះគឺល្អបច្ចុប្បន្នកាលគឺល្អណារឿងរ៉ាវទាំងអស់ចប់សពគ្រប់អស់ហើយបាទអត់មានបញ្ហាអីទេជោគជ័យលើមាសត្រូវណាប្រកបកិច្ចការអីក៏បានសម្រេចដោយសេចក្តីប្រាថ្នាបាទឥឡូវនេះយើងមកមើលអនាគតវិញអនាគតកាលណាអនាគតកាលគឺល្អអត់អីទេកតាបជួងគឺតំណាងឲ្យបរិសសក់ខ្មៅវ័យក្មេងម្នាក់ដែលស្មោះត្រង់រុះរីរាក់ទាក់ឧស្សាហ៍ព្យាយាមវាក៏បង្ហាញពីភាពជោគជ័យក្នុងជំនួញវាក៏អាចឆ្លើយតបនឹងការផ្ដល់នូវមូលនិធិផងដែរបាទគឺល្អអត់អីទេសម្រាប់បរិសនេះបាទឥឡូវការទូទាយរបស់ខ្ញុំបានបញ្ចប់ហើយសូមប្រិយមិត្តពុកម៉ែបងប្អូនកូនក្មួយទាំងអស់កុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាហើយត្រូវប្រយ័ត្នផងបងឥឡូវនេះមិនសូវមានសុវត្ថិភាពប្រហែលទេស្រុកយើងណាឥឡូវនេះត្រូវប្រយ័ត្នទាំងអស់គ្នាបាទចឹងជម្រាបលាទាំងអស់គ្នាបាយបាយ